សួស្តីអ្នកស្ដាប់ទាំងអស់គ្នាមានធ្លាប់គិតថាចង់ទិញឬជួលផ្ទះវីឡាចាស់ៗដែលគេទុកចោលដែរឬទេសម្រាប់មនុស្សភាគច្រើនឲ្យតែឃើញផ្ទះវីឡាដុះស្លែងងងឹតស្លុបគឺតែងតែខ្លាចរឿងខ្មោចលងឬព្រាយបិសាចតែសម្រាប់អ្នកចង់បានសម័យនេះវិញអ្វីដែលគួរឲ្យខ្លាចបំផុតនោះមិនមែនជាវិញ្ញាណម្ចាស់ផ្ទះចាស់នោះទេគឺខ្លាចទិញចំផ្ទះដែលមានជាប់បញ្ចាំធនាគារឬផ្ទះដែលម្ចាស់គេបោកប្រាស់លក់ប្លង់រឹងខ្លាយតែប៉ុណ្ណោះព្រោះខ្មោចលងយ៉ាងច្រើនអស់ត្រឹមសក់3សរសៃតែបើត្រូវធនាគាររឹបអូសផ្ទះគឺអស់ទាំងលុយកាក់អស់ទាំងកេរ្តិ៍ឈ្មោះមិនតែប៉ុណ្ណោះត្រូវដេកគុកទាំងទឹកភ្នែកទៀតផងតោះមកស្ដាប់សាច់រឿងដ៏ជក់ចិត្តមួយរបស់បុរសម្នាក់ឈ្មោះថាវីរៈដែលបានជួបព្រឹត្តិការណ៍នឹកស្មានមិនដល់នៅក្នុងផ្ទះវីឡាជួលដ៏អាតកំបាំងមួយវីរៈគឺជាអ្នកលក់ដូរអនឡាញម្នាក់ដែលកំពុងស្វែងរកជួលផ្ទះធំទូលាយសម្រាប់ធ្វើជាឃ្លាំងស្តុកអីវ៉ាន់និងថតឡាយលក់ផលិតផលស្វែងរកចុះឡើងគេក៏បានឃើញការប្រកាសជួលវីឡា2ជាន់ដ៏ប្រណិតមួយនៅឯជាយាយក្រុងក្នុងតម្លៃថោកមិនគួរឲ្យជឿគឺត្រឹមតែ$50តែប៉ុណ្ណោះក្នុងមួយខែអ្នកភូមិជិតខាងគ្មាននរណាម្នាក់ហ៊ានដើរកាត់ផ្ទះនោះទេព្រោះគេគ្រប់គ្នាបានដឹងថាវាជាផ្ទះខ្មោចលងតែសម្រាប់វីរៈដែលកំពុងតែខ្សត់លុយក្នុងហោប៉ៅតម្លៃថោកបែបនេះទោះបីជាត្រូវដេកអោបស្ដេចខ្មោចក៏គេដាច់ចិត្តជួលដែរយប់ដំបូងនៃការចូលទៅរស់នៅម៉ោង7:12អត្រាទៅហើយវីរៈកំពុងតែរៀបចំកាតាបនិងទុកដាក់អីវ៉ាន់ទាំងហត់នឿយរំពេចនោះភ្លើងនៅក្នុងផ្ទះស្រាប់តែរលត់ងងឹតឈឹងហើយទ្វារផ្ទះទាំងសងខាងក៏បោកបិទខ្លាំងលាន់ឮដូចរន្ទះវីរៈភ័យផងខឹងផងគេបើកភ្លើងទូរស័ព្ទរួចស្រែកឡើងទាំងមួម៉ៅថាម្ចាស់ផ្ទះអើយម្ចាស់ផ្ទះបើចង់លងក៏ចាំស្អែកដែរយប់នឹងខ្ញុំហត់ណាស់សុំដេកមួយយប់សិនមកចាំថ្ងៃស្អែកចាំមកលងបានទេភ្លាមនោះនៅពីលើជណ្ដើរឈើចាស់មានស្រមោលបុរសម្នាក់ស្លៀកពាក់ឈុតបុរាណពណ៌ខ្មៅដើរចុះមកយឺតមុខមាត់របស់គាត់ស្លេកស្លាំងនិងមានភ្នែកក្រឡៅគួរឲ្យខ្លាចខ្លាំងណាស់គាត់សម្លឹងមើលវីរៈរួចនិយាយដោយសំឡេងក្រហមធ្ងន់ត្រជាក់ដល់ឆ្អឹងខ្នងថាមនុស្សល្ងងខ្លៅឯងហ៊ានចូលមកក្នុងដំណេករបស់អញផងអញនឹងធ្វើឲ្យឯងវង្វេងវិញ្ញាណនៅក្នុងផ្ទះនេះរកផ្លូវចេញមិនឃើញឡើយបើជាមនុស្សទូទៅច្បាស់ជាសន្លប់បាត់បង់ស្មារតីទៅហើយប៉ុន្តែវីរៈក្រឡេកមើលមុខខ្មោចនោះច្បាស់រួចគេស្រាប់តែទះដៃអបអរសាទរទាំងរំភើបចិត្តទៅវិញវីរៈបាននិយាយតបទៅវិញថាលោកតាពិតជាអស្ចារ្យណាស់មុខមាត់និងស្ទីលតែងខ្លួនរបស់លោកតាគឺត្រូវម៉ាច់ជាមួយផលិតផលលេឡាបមុខពណ៌សខ្មៅនិងអាវ fashion យប់ងងឹតដែលខ្ញុំកំពុងរៀបចំឡាយលក់ស្អែកនឹងតែម្ដងតើលោកតាចាប់អារម្មណ៍ចង់មកធ្វើជាតួសម្ដែងឡាយលក់ជាមួយខ្ញុំទេខ្ញុំនឹងចែកភាគលាភនិងទិញกระดาษសែនមាសប្រាក់ជូនលោកតាជារៀងរាល់ខែខ្មោចលោកតាស្ដាប់ហើយស្រឡាំងកាំងហើបមាត់លែងរួចគាត់រស់នៅធ្វើជាខ្មោចលងក្នុងផ្ទះនេះអស់រយៈពេល30ឆ្នាំធ្លាប់តែឃើញមនុស្សស្រែកយំរត់បាតជើងសព្រាតមិនដែលជួបមនុស្សចិត្តសឿងមកបបួលខ្មោចឡាយលក់អនឡាញចែកភាគលាភបែបនេះសោះរំពេចនោះស្រាប់តែមានពន្លឺស៊ីរ៉ែនឡានប៉ូលីសចេះចូលតាមបង្អួចផ្ទះយ៉ាងខ្លាំងប៉ូលីសមួយក្រុមបានធ្លាយទ្វារចូលមករួចចាប់វាយខ្នោះបរិសអាវខ្មៅនោះភ្លាមប៉ូលីសបានប្រាប់វីរៈថាប្អូនប្រុសជនម្នាក់នេះមិនមែនជាខ្មោចទេគឺគាត់ជាមេខ្លោងក្រុមចោរប្លន់ដែលរត់គេចខ្លួនពីគុករួចមកលាក់ខ្លួននៅក្នុងផ្ទះទុកចោលនេះដោយធ្វើពុតជាខ្មោចលងបំភ័យអ្នកភូមិដើម្បីកុំឲ្យនរណាហ៊ានចូលមកជិតទីតាំងលាក់ខ្លួនរបស់គាត់តែប៉ុណ្ណោះវីរៈឈរថ្លង់ហួសចិត្តម្នាក់ឯងគេទើបតែដឹងខ្លួនថារបស់ដែលគួរឲ្យខ្លាចនៅក្នុងផ្ទះនេះមិនមែនជាព្រលឹងវិញ្ញាណអរូបីនោះទេគឺភាពលោភលន់និងការបោកប្រាស់របស់មនុស្សលោកយើងនេះឯងថ្ងៃបន្ទាប់វីរៈក៏បានបន្តជួលផ្ទះនោះធ្វើជាកន្លែងឡាយលក់ដូរយ៉ាងមានសេចក្តីសុខព្រោះលែងមានចោរមកធ្វើពុតជាខ្មោចលងទៀតហើយរឿងរ៉ាវខ្មោចចាំផ្ទះមួយនេះចង់ដាស់តឿនយើងគ្រប់គ្នាថាពេលខ្លះអ្វីដែលយើងភ័យខ្លាចខ្លាំងបំផុតអាចគ្រាន់តែជាការភ័ន្តច្រឡំឬជាល្បិចកលដែលមនុស្សបង្កើតឡើងដើម្បីបិទបាំងការពិតតែប៉ុណ្ណោះចូលមានស្មារតីរឹងមាំពិនិត្យស៊ើបអង្កេតឲ្យបានច្បាស់លាស់មុននឹងជឿជាក់លើរឿងអ្វីមួយសូមអរគុណសម្រាប់ការតាមដានស្ដាប់រឿងព្រេងនិទានរបស់ខ្ញុំ Admin